មនុស្សរស់ដោយសារតែអាហារសំខាន់ខ្លាំងណាស់ចុងភៅទេវតានៅតាសៀកលីធានស៊ីងតំណាងទទួលបានសិស្សសម្រាប់ម្នាក់ឈ្មោះថាសៀវពូគួយឥឡូវពេលនេះគេធំហើយគួរតែបើកហាងបាយខ្លួនឯងបានពិតមែនហើយមិនទទួលភ្ញៀវទេហ៎ខ្ញុំបានកប់មួយឆ្នាំហើយពេលនេះនៅមិនបានជួបមុខចុងភៅទេវតាទៀតមួយឆ្នាំហ៎ខ្ញុំក៏រហូតដល់តែ3ឆ្នាំហើយណាត្រឹមតែហូបស្នាដៃរបស់ចុងភៅទេវតាតែប្រហែលនោះខ្ញុំត្រូវចំណាយអស់ 1000 ម៉ឺនណាលោកសុទីហ្វូជើចុងភៅទេវតានៅប៉ុន្តែមិនទទួលភ្ញៀវឲ្យតែចុងភៅទេវតាព្រមចេញមកធ្វើម្ហូបតែមួយមុខឲ្យយើងព្រមចំណាយ100 លានលោកតាឆាប់ភ្លក់ស្នាដៃខ្ញុំមើលឬចម្រើនអត់ថ្លៃខ្លាំងណាស់បានមកដល់ថាមិនអាយុមិនដល់10ឆ្នាំផងធ្វើមកហូបផ្ទះដាច់យើងដែលជាចុងភៅទេវតានៅតាសៀកនេះតទៅសោះពូគួយនៅខ្លាចជាចុងភៅទេវតាទៅអនាគតពូគួយនៅក្រៅភ្នំកំពុងតែប្រពកម្មវិធីប្រកួតចុងភៅទេវតាដល់ពេលដែលឯងត្រូវចុះពីភ្នំទៅចូលរួមហើយលោកតាក្រែងលោកតាប្រាប់ថាការប្រកួតនៅមនុស្សលោកបែបនេះគ្មានន័យទេខ្ញុំមិនចង់ទៅទេហើយចុះបើយើងប្រាប់ថាឲ្យតែឯងព្រមចូលរួមប្រកួតគឺអាចរកឃើញឪពុកម្ដាយបង្កើតរបស់ឯងនោះតែយ៉ាងម៉េចដែរពិតមែនទេរបស់ពីរមុខនេះត្រូវទុកឲ្យបានល្អផងពួកវាអាចជួយឯងរកឃើញអ្នកផ្ទះរបស់ឯងណាខ្ញុំអរគុណលោកគ្រូហើយកូនប្រុសឯងទៅចុះអ្នកចូលរួមប្រកួតចាំបាច់ត្រូវតែធ្វើជាចុងភៅធំខ្ញុំត្រូវធ្វើជាចុងភៅធំសិនទៅបាននឹកឃើញហើយក្មេងតូចចង់ញ៉ាំអីដែរខ្ញុំមិនមែនមកញ៉ាំបាយទេខ្ញុំចង់ធ្វើជាចុងភៅធំរបស់ពួកអ្នកក្មេងល្អិតនេះកំពុងមិនដល់ចង្ក្រានផងក៏ចង់ធ្វើចុងភៅដែរឯងចាំធំសិនទៅបងស្រីស្អាតជាខ្ញុំទៅបើបងមិនជាខ្ញុំធ្វើឲ្យបងមើលបានតាស្ដាងដូចស្លឹកស្រូវក្មេងតូចឯងគ្រាន់បើមែនអាយ៉ាអានេះជាម៉ោងសំខាន់សម្រាប់ភ្ញៀវអាមិនក៏ភ្ញៀវម្នាក់ក៏មិនឃើញអញ្ចឹងលោកតកែប្រកាសជារត់ទៅប៉ជីហានពួកយើងឲ្យមើលទៅតកែប៉ហាងបាយរសជាតិឆ្ងាញ់ខ្ញុំយ៉ាងម៉េចនៅមិនទាន់ដល់វេនប៉ជីហានលោកមិនណែនាំទេទីនេះទៅថ្ងៃក្រោយខ្ល้ายជាឃ្លាំងរបស់ប៉ជីហានខ្ញុំហើយនាងលីរឹកស្អីទៅបើថ្ងៃនេះគឺផ្ដល់ដំណឹងឲ្យនាងទេការប្រកួតចុងភៅទេវតាថ្ងៃស្អែកនេះពួកនាងបោះបង់សិទ្ធិប្រឡងទៅលោកយល់សោះទៅពួកយើងគឺសុទ្ធតែសមាគមពលនិធិនៅតាសៀមបណ្ដាទុនពេលប្រកួតចប់សមាគមមិនសល់ទុកនៅសិទ្ធិរកស៊ីរបស់ហាងមួយតែប៉ុណ្ណោះនោះប្រកាសជាប៉ជីហានខ្ញុំហើយអ្នកណាហ្នឹងថាកែស្រីមុខថ្មីធ្វើរួចហើយពួកយើងប្រកួតនៅថ្ងៃស្អែកនេះប្រកាសជាអាចយកចការបានពេលនេះធ្វើមហូបទៅឡៅថងជួយដាក់បន្ទូឲ្យពួកគេផងបានបរាជ័យក្នុងបរាជ័យក្នុងនាមឯងជាចុងភៅម្នាក់ឯងមិនដឹងពីកម្រិតភ្លើងឆាមហូបទេអាចារ្យតិចមកគេឆ្អាបឆ្កែក៏វាមិនហ៊ានស៊ីផងដែរលោកចុងភៅទេវតាខ្ញុំមើលទៅពួកឯងខ្មាស់គៀមខាតទេរួចជាតិម្ដងទៀតនេះជាស្តង់ដារហាងរួចជាតិល្អពួកនាងហើយស្រៀបកពិចកំប៉ុងតែប៉ុណ្្នឹងណាធ្វើឲ្យពិភពចុងភៅបាក់មុខអីឯងចេះណាហ៊ានរករឿងឯងយើងទៅវាយឯងជឿទេឬមួយឯងមិនជួបបាយជួយមកហូបដែលបរាជ័យនេះបានឡើងវិញខ្ញុំមានមកជួបបាយក្មេងលិតមកពីណានៅទីនេះចូលរួមស្អីលោកតាជាក្មេងល្អិតខ្ញុំឈ្មោះសៀវហ្វូគួយសៀវហ្វូគួយរឿងនេះមិនពាក់ព័ន្ធនឹងឯងទេឯងទៅសិនទៅបងស្រីស្អាតបើខ្ញុំអាចជួយធ្វើម្ហូបឆ្ងាញ់ឲ្យបងមកមុខបានបងអាចឲ្យខ្ញុំធ្វើជា
ជាចុងភៅធំទេ ហាងបាយរសជាតិឆ្ងាញ់ធ្លាក់ខ្លួនដល់ឲ្យក្មេងមកធ្វើជាចុងភៅធំឲ្យហើយអើយហេអល់អត់ដល់ជាមួយឯងចុះបាយស្រោចស្រង់មកហូបមួយចាននេះបានយើងនឹងហូបមួយចាននេះឲ្យបើឯងស្រោចស្រង់មិនបានទេហាងបាយរសជាតិឆ្ងាញ់មួយនេះបោះបង់សិតប្រឡងចោលទៅយ៉ាងម៉េចដែរអល់អត់យើងគឺជាចុងភៅនៅភោជនីយដ្ឋានរសជាតិឆ្ងាញ់នេះឯងយល់ថាឯងខ្លាំងជាងយើងហ៎ឯងយល់ថាឯងជំនួសយើងបានមែនទេ ប្រកាសហើយលោកពូពុកមាត់ធ្វើបាត់តែធ្វើដៃពូអត់បន្តិចតែពូអាចធ្វើជាកូនចៅខ្ញុំមិនប្រកាន់ទេ ស្ដាប់លឺហើយនឹងសំបីតែក្មេងក៏ថាចង់ភើពួកឯងមិនកើតកើតដែរណូ សៀវហ្វូគួយនេះមិនមែនលេងសាច់ទេណាឆ្លាតបងស្រីស្អាតជឿខ្ញុំទៅឲ្យខ្ញុំសាក់ទៅបងគៀភ្លើងមកមុខនេះខ្វះតែបន្តិចគឺឥតខ្ចោះហើយងាយខ្លាំងណាស់ ងាយខ្លាំងណាស់ណែយើងប្រាប់ឯងទៅចុះមុខយើងមួយមុខនេះធ្វើតាមកម្ពីចុងភៅទេវតានៅតាសៀឬធានសៀងដែលបន្សល់ទុកមកនោះមិនអាចខ្វះបានទៅឯងអស់ចាស្អីទៅមកឯងធ្វើទៅ ខ្ញុំមិនស្គាល់ទេវតាចុងភៅទេខ្ញុំគ្រាន់តែដឹងថាហប់ធ្វើយ៉ាងម៉េចចាំមើលខ្ញុំទៅអាយ៉ាកងភ្លើងដូចនេះចំហាយអាប់ដូចជាពពកឬមួយនេះជាស្នៀតដាច់គេដល់ល្បិចឈ្មោះរបស់ចុងភៅទេវតាមែនអ្នកណាតាមរកពពកនេះភ្លើងឃើញទៅស្អីគេជឿ ឬមួយគេមានតំណែងជាមួយចុងភៅទេវតា ចុងភៅទេវតានៅតាសៀបាត់ខ្លួន10ឆ្នាំមកហើយខ្ញុំក៏មិនដែលឮថាមានអ្នកបន្តវិញស្អីដែរនេះតាឯងជាអ្នកណាទៅអ្នកតាមរកពពកនេះភ្លើងតាអ្នកណាបរៀនឯងជាមួយចុងភៅទេវតាលីធានស៊ីមានតំណែងអីនៅគ្នាទៅខ្ញុំមិនស្គាល់ទេមួយស្នេហ៍នេះគឺខ្ញុំរៀនតាមលោកតាម្នាក់នៅជនបទលោកតាចូលចិត្តផឹកស្រាចូលចិត្តធ្វើម្ហូបកុំភ្ញាក់ផ្អើលអីឲ្យភ្លុកមើលអត់ខ្ញុំមិនដែលញ៉ាំឲ្យគេឆ្ងាញ់បែបហ្នឹងទេស្រស់ខ្លាំងណាស់ឲ្យខ្ញុំយកទុកវិញសិនគុំខ្ញុំចង់ផែលោកញ៉ាំម្ហូបពួកខ្ញុំញ៉ាំឡើងផ្លេចខ្ញុំមិនអញ្ចឹងស្អែកពួកលោកបោះបង់សិតទៅខ្ញុំថែមម្ហូបឲ្យលោកពីមុខទៀតញ៉ាំមួយមកអត់ឡានថងរត់តែញ៉ាំចាំបាច់ធ្វើបែបហ្នឹងឡើយចូលមកសៀតមើលរួយហើយស្អែកបើប្រគល់មិនឈ្នះខ្ញុំតម្លាក់តំណែងចុងភៅរបស់លោកខ្ញុំឲ្យលោកចាក់ចុយលោកតកែទៅវាយចាំមើលហើយស្អែកនេះក្មេងតូចនឹងតាអាចឆ្នះយើងដែរទេចាំមើលសូមអញ្ជើញមិនបានជូនដំណើរទេណាបងស្រីស្អាតពេញចិត្តខ្ញុំធ្វើម្ហូបដែរទេពេញចិត្តប៉កែមែនអត់ទេឥឡូវនេះគ្រាន់តែចៃដន្យប៉ុណ្ណោះនេះកុំឲ្យគេកុហកបានឲ្យសោះលឺទេលោកគ្រូលាវខ្ញុំគិតថាចង់ទុកគេនៅធ្វើជាជំនួយការលោកចូលរួមប្រកួតចុងភៅទេវតាថ្ងៃស្អែកនាងពិតជាចង់យកអនាគតហាងបាយរសជាតិល្អមកលេងជាមួយក្មេងមែនទេស្នាដៃរបស់គេទាំងអស់គ្នាបានឃើញអស់ហើយមិនក៏ថាលេងនាងខ្លាំងឯងអស់ចាពួកនាងលេងខ្ញុំហើយបងស្រីស្អាតបងស្អាតហើយចិត្តល្អចំពោះខ្ញុំបើបងជាម៉ាក់ខ្ញុំពិតជាល្អហើយបងនៅបន្តរៀបការទេម្យ៉ាងទៀតឯងមើលរូបរាងបងទៅដូចធ្លាប់កើតកូនដែរទេហាមែនទេហេយស្អែកចាំតែមើលទៅយើងត្រូវឲ្យពួកវាលុតជង្គង់អង្វោះយើងឲ្យបានសូមស្វាគមន៍មកដល់វេទិកាប្រកួតចុងភៅទេវតាលោកភាគីចូលរួមទាំងសងខាងហើយនឹងគណៈកម្មការធ្វើការត្រៀមឲ្យហើយសូមអញ្ជើញអនុប្រធានជាឡើងថ្លែងសន្ទរកថាខ្ញុំនងនាមជាអនុប្រធានសមាគមភូនីឋាននៅតាសៀសូមនិយាយដល់ងាយៗប្រមាណម៉ាត់ចុះពិភពចុងភៅទេវតាផ្ដល់ទៅលើអ្នករកស៊ីឆ្នាមដែលសមាគមជ្រើសរើសបោះទុនអ្នកឈ្នះសមាគមនឹងផ្ដល់រង្វាន់ដ៏ធំគាំទ្រការរកស៊ីចំណែកអ្នកចាញ់ត្រូវបិទទ្វារហើយពួកយើងដាច់ខាតមិនឲ្យបើកភូនីឋានធ្វើការរកស៊ីទេហើយត្រូវបិទជាស្ថាពរទាំងអស់គ្នាយកច្បាស់ហើយនៅរកូលអយផងអរគុណអនុប្រធានជាអញ្ចឹងបន្តមកទៀតនេះសូមអញ្ជើញគណៈកម្មការដាក់បន្ទុកការប្រកួតចុងភៅទេវតានៅលើកនេះសមាគមភោជនីយដ្ឋាននៅតាសៀសូមអញ្ជើញលោកស្រីស៊ូលឺខ្ញុំតំណាងឲ្យសមាគមភោជនីយដ្ឋាននៅតាសៀធ្វើការដាក់បន្ទុកយុត្តិធម៌សូមគ្រប់គ្នាធ្វើការឲ្យបានល្អដំណើរការប្រកួតវគ្គទី1ចំអិនស៊ុបអាចធ្វើជាអាហារផងធ្វើជាថ្នាំផងទៅជួមិញចៅខាងមិនឡាវឋានសៀនធាវឆាំងសូមជួយណែនាំផងជាមិញចៅខាងមិនឮថាពួកគេស្ងោស៊ុបគ្រប់ចំនួនបានជិតដល់ដំណាក់កាលភ្លើងចង្ក្រានបរិសុទ្ធមិនចម្លែកទេដែលម្សិលមិញក្អេងក្អាងការពិតចេញមកពីប៉ាល្បីសោះមិនអីទេពួកយើងមានលោកគ្រូលាវទៀតស៊ុបរបស់គេមានឈ្មោះល្បីដាច់គេម្សិលមិញនេះពួកឯងធ្វើឲ្យយើងបាក់មុខ
ថ្ងៃនេះនៅមុខមហាជនយើងនឹងយកមុខមាត់ចង់ភើយើង30ឆ្នាំត្រឡប់មកវិញខាងបាយរសជាតិល្អកាពិកពុកសោះថ្ងៃនេះពួកឯងមិនអាចឆ្នះយើងបានទេបង្ហាញហើយផ្លឹកស្ងោរស៊ុបដូនតាគ្រួសារថាងឬថាម្ហូបណាក៏ដោយឲ្យតែដាក់ក្នុងឆ្នាំងមួយនេះនឹងរងាស់ចេញមកបានល្អនៅសល់តែកាកស៊ុបតែប៉ុណ្ណោះអើយលោកគ្រូថងក្តាប់ឱកាសឈ្នះហើយខាងភោជនីយដ្ឋាននៅរសជាតិល្អស៊ុបថាងមិនគឺជានិមិត្តរូបស្ដេចស៊ុបនេះខ្ញុំមិននឹងអាចឈ្នះបានទៅវិវ័យហើយបើវគ្គទី1ចាញ់លឺយកហើយខ្ញុំឈរជើងយ៉ាងម៉េចទៅលោកគ្រូលាវលោកចូលទៅខ្ញុំជាលោកពើពុកមាត់នេះកន្លះថ្ងៃហើយមិនក៏មិនកម្រើកទៀតមិនអញ្ចឹងខ្ញុំសាកក៏បានបើរសជាតិល្អបើនៅមិនធ្វើទៀតទុកថាពួកនាងបោះបង់សិនអើយលោកគ្រូលាវឆាប់តែធ្វើទៅយ៉ាងម៉េចមិនឆាប់ធ្វើទៅមិនហើយឆាប់ធ្វើទៅលោកគ្រូលាវត្រូវឲ្យលោកគ្រូលាវឆាប់ធ្វើទៅនៅឈរលោកគ្រូលាវខ្ញុំធ្វើសេហ្វូគួយកុំបករឿងកន្លែងនេះពួកយើងឲ្យលោកគ្រូលាវធ្វើទៅលោកពើពុកមាត់លោកពើធ្វើឬអត់អាឡិតនេះវាចេញមុខទៀតហើយអេក្រែងថាកែស្រីយល់ថាគេខ្លាំងណាស់មែនទេអញ្ចឹងខ្ញុំនឹងរងចាំមើលអាឡិតនេះយកអ្វីឈ្នះស្ដេចស៊ុបថាងមិនបានទៅអេអើយខ្ញុំអេយ៉ាពោះរបស់ខ្ញុំអីយ៉ាមិនបានទេខ្ញុំចូលប្រកួតមិនបានលោកគ្រូលាវមិនក៏អញ្ចឹងលោកហាងបាយរសជាតិឆ្ងាញ់សូម្បីចុងភៅដែលមកប្រកួតក៏ចេញមកមិនបានយកល្អទទួលស្គាល់ចាញ់ទៅយកសិទ្ធិរុកស៊ីប្រគល់ឲ្យប៉ជីហានខ្ញុំរួចទៅហើយទើត្រូវតកាយនិយាយត្រូវថាកែស្រីលើកនេះចាប់ហើយគ្មានក្បួនស៊ុបអាតកំបាំងរបស់លោកគ្រូលាវប្រកាសជាចាញ់ហើយមិនខុសទេស្ងោរស៊ុបមកប្រៀបនឹងការជ្រើសរើសគ្រឿងផ្សំរបស់ម្ហូបផ្សេងទៀតមិនអាចឲ្យមានខុសនោះទេណាអាយ៉ាតកាយស្រីនាងកុំភ្លេចថាអាហារអាចធ្វើជាថ្នាំបានបើចាប់ថ្នាំខុសគណៈកម្មការ5រូបនៅខាងលើហុកមិនស្រួលខ្លួនខាងពួកយើងច្បាស់ជាចាប់មិនខានអាយ៉ាយ៉ាងណាពោះរបស់ខ្ញុំជឿពួនណាអូយសេហ្វូគួយឯងអាចរែកបន្ទុកនេះបានដែរទេបងស្រីស្អាតទុកចិត្តខ្ញុំចុះខ្ញុំធ្វើស៊ុបដែលលោកតាបង្រៀនខ្ញុំធ្វើឲ្យពួកគេចូលចិត្តញ៉ាំលោកគ្រូលាវសាប់តែឈឺភ្លាមម្សិលមិញឃើញសេហ្វូគួយមានស្នាដៃខ្លះមែនហើយចុះតបទៅវគ្គទី1សេះដាច់យកសេះតាមបងស្រីជឿឯងទៅចុះលោកពើពុកមាត់ខ្ញុំអាចយក3ឆ្នាំក៏ធ្វើពុតឈឺចឹងដែរខ្មាស់គេខ្លាំងណាស់ហងបាយរសជាតិឆ្ងាញ់ពួរយើងបានចាត់អ្នកមកចូលរួមហើយធ្វើត្បិតតែនឹកក្មេងបន្តិចប៉ុន្តែក៏គ្មានច្បាប់ថាមិនអនុញ្ញាតឲ្យដែរបើទេចាប់ប្រើបើកូនខ្ញុំមិនបាត់ប្រហែលជាគេធំប៉ុណ្ណេះដែរហើយម្ហូបដែលខ្ញុំប្រកួតនៅថ្ងៃនេះគឺស៊ុបទី1នៅក្រោមមេឃទេវតាលុតជាងមនុស្សធំដៃលពូមិនក៏យឺតយ៉ាវខ្លាំងម្ល៉េះចង់ប្រកួតឆាប់ផ្ដាំទៅក្មេងមិនដឹងមេឃខ្ពស់ដីក្រាស់មែនយោខ្លាំងមែនពិតជាខ្លាំងមែនលោកគ្រូថាចំពោះការរើសគ្រឿងផ្សំស៊ុបនេះភាគរយបែងចែកគ្មានណាអាចខ្លាំងជាងបានទេល្អណាស់ប្រធានស៊ូនាងយល់ថាដល់យ៉ាងម៉េចដែរតែបដាលុតចិញ្ចាំងគ្រាន់តែជាឈ្មោះម្ហូបល្បីនៅតាសៀកទៅជាព្រះលុតចិញ្ចាំងដែលឡើងកម្រិតប៉ុន្តែត្រូវតែបន្ថែមការប្រុងប្រយ័ត្នពីការផ្សំគ្រឿងហើយត្រូវបញ្ចូលថ្នាំឲ្យសមល្មមកម្រិតពិបាកនឹងកើនឡើងលើស10ដងវ៉ាវលោកគ្រូថាក៏ពិតជាពូកែមែនមែនហើយត្រែងលោកតាប្រាប់ថានេះគ្មានពេលគ្រប់គ្រាន់ផ្សំគ្រឿងក្រៅទេអីថាការស្រីទេវតាលុតចិញ្ចាំងចុះឈ្មោះជាស៊ុបទី1ក្រោមមេឃនៅមានអ្វីអាចឈ្នះវាបានទៀតទេមិនត្រឹមតែជាស៊ុបទី1ទេហើយនៅជាគ្រួសារស៊ុបទី1នៅក្រោមមេឃទៀតផងអាយ៉ាគ្មានផ្លូវឈ្នះគេបានទេបើដឹងមុនគួរតែសុំមេចុងភើមកទើបមានកម្លាំងប្រយុទ្ធណាត្រូវហើយមិនអញ្ចឹងមិននឹងអាចឲ្យក្មេងម្នាក់នេះស្គាល់កលៈទេសៈបានទៅអាយ៉ាក្តៅណាស់ថែមមួយទៀតដាក់មួយនេះវិញដាក់នេះទៀតណែទាំងអស់គ្នាឆាប់មើលទៅក្មេងម្នាក់មកហាងរសជាតិឆ្ងាញ់ដូចជានៅក្នុងសាលាមត្តេយលេងបាយចិត្តខ្មាស់គេមែនឬអត់អាយ៉ានេះមិនត្រឹមតែប្រកួតចាញ់ទេចំណែកមុខមាត់ក៏បាក់ទៀតផងអាយ៉ាពេលនេះលោកគ្រូថាប្រាក់កម្លាំងធៀបបញ្ចេញភ្លើងអើយកាត់បន្ថយពេលវេលារងាស់ស៊ុបអាយ៉ាពិតជាអស្ចារ្យពូកែពិតជាពូកែមើល
ស៊ើហ្វូគួយកំពុងធ្វើស្អីហ្នឹង អ្នកប្រកួតវ័យក្មេងម្នាក់នេះមិនដឹងថាគ្រឿងស្អីខ្លះទេគេប្រើវិធីចំហុយហើយនឹងរងាស់ស៊ុបទៀតផងអើយអត់ទេនេះគេគ្មានចេះស្អីទេពិតជាបង្ករឿងពិតមែនហើយ ទេមានអារម្មណ៍ថាដូចជាមិនសូវត្រូវ បើគ្រប់មុខទេវតាលុតចិញ្ចាំងរួចរាល់ហើយទេវតាលុតចិញ្ចាំងមកឆ្នងអលឺថាត្រូវការ49ម៉ោងទើបអាចរងាស់វាបានស្មាំដល់ថាលោកគ្រូថាងធ្វើលឿនយ៉ាងនេះទាល់តែសោះហើយនិយាយមិនខុសទេ